សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel សម្បត្តិដំណើររឿងតែសាច់រឿងរបស់យើងថ្ងៃនេះគឺនិយាយអំពីបងស្រីម្នាក់នៅពេលដែលគាត់នឹងបានទៅលេងរីសតមកកន្លែងណាហើយគាត់ក៏មិនបានដឹងថាកន្លែងរីសតហ្នឹងគឺមានករណីឃាតកម្មសម្រាប់នៅកន្លែងនោះទេហើយកំឡុងពេលដែលគាត់ទៅលេងនៅកន្លែងរីសតហ្នឹងគាត់ក៏បានជួបហេតុការណ៍រន្ធត់ជាច្រើននៅកន្លែងនោះហើយហេតុការណ៍នីមួយៗហ្នឹងវាពិតជាសាហាវខ្លាំងមែនទែនអញ្ចឹងចង់ដឹងថាពេលដែលគាត់បានជួបហេតុការណ៍នោះហើយតើគាត់ទៅជាយ៉ាងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សេរីរឿងរបស់គាត់តែមុនចូលទៅស្ដាប់សូមបងប្អូនទាំងអស់គ្នានឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel មានម្នាក់មួយផងឬក៏បងប្អូនអាចចូល Comment នៅក្នុងវីដេអូហ្នឹងថាបងប្អូនមកពីខាងខេត្តណាអញ្ចឹងណាដើម្បីឲ្យខាង YouTube ហ្នឹងបានរុញវីដេអូរបស់emហ្នឹងទៅអ្នកទស្សនាបន្តទៀតអញ្ចឹងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលសាច់រឿងរបស់យើងហ្នឹងគឺបានការចែករំលែកមកពីបងស្រីម្នាក់ដែលគាត់មានឈ្មោះថាបងពិសីដែលបងពិសីគាត់គឺជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញហើយបងពិសីទៀតសោតគាត់គឺជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងណាហើយជាធម្មតាបងពិសីគាត់តែងតែទៅដើរលេងឬក៏ទៅដើរលេងនៅរមណីយដ្ឋានផ្សេងឬក៏ទៅដើរលេងតាមខេត្តហ្នឹងគាត់ជាទូទៅគាត់តែងតែទៅដើរលេងម្នាក់ឯងលក្ខណៈថា solo ណាបងប្អូនគាត់ចូលចិត្តនិយាយទៅគាត់ចូលចិត្តរបៀបថាដើរលេងម្នាក់ឯងអញ្ចឹងណាគាត់អត់សូវចូលចិត្តមានគ្នាដើរលេងច្រើននោះទេហើយសាច់រឿងដែលបងពិសីគាត់បានចែកម្លែកហ្នឹងណាគឺគាត់បានជួបប្រទះការកំឡុងឆ្នាំ2024នេះឯងហើយកន្លែងដែលគាត់បានជួបហ្នឹងណាគឺគាត់សុំមិនបញ្ចេញឈ្មោះកន្លែងគេនោះទេព្រោះដើម្បីកុំឲ្យខូចឈ្មោះកន្លែងទីតាំងរបស់គេណាអញ្ចឹងបន្ទាប់ពីបងពិសីគាត់ធ្វើការនៅក្នុងទីក្រុងភ្នំពេញហ្នឹងអស់រយៈពេលជាយូរឆ្នាំដែរហើយណាគាត់តែងតែដើរលេងម្នាក់ឯងអញ្ចឹងទៅអញ្ចឹងថ្ងៃមួយហ្នឹងបងពិសីគាត់រៀងដូចថារៀងតុកសិចរៀង stress អីដែរណាគាត់ក៏បានទៅដើរលេងជាធម្មតាដូចសពមួយដងដែលគាត់បានទៅដើរលេងហ្នឹងណាតែម្ដងនេះគឺគាត់ទៅលេងកន្លែងresort គេមកកន្លែងនៅខាងខេត្តមួយណាអញ្ចឹងនៅពេលដែលគាត់បានចេញដំណើរពីភ្នំពេញទៅដល់ខាង resort ហ្នឹងណាគាត់ក៏បានកក់កន្លែង resort គេហ្នឹងមកកន្លែងដើម្បីស្នាក់នៅក្នុងកន្លែង resort គេហ្នឹងមួយយប់ហើយកន្លែង resort ដែលគាត់បានទៅកក់នៅកន្លែងហ្នឹងណាគាត់ថាគឺមានសភាពដូចថាធម្មតាដូចតែគេដូចតែឯងអញ្ចឹងទេគាត់ថាវាមានសភាពរៀងស្ងប់ស្ងាត់បន្តិចនៅពេលដែលបងស្រីពិសីហ្នឹងគាត់បានកក់កន្លែង resort គេហ្នឹងហើយណាគាត់ក៏បានយកអីវ៉ាន់គាត់ទៅដាក់នៅក្នុងបន្ទប់ក្នុងអីហើយប៉ុន្តែនៅពេលដែលគាត់យកអីវ៉ាន់ទៅដាក់នៅក្នុងបន្ទប់ហ្នឹងណាគាត់ចាប់ផ្ដើមថាគាត់ទៅចូលទៅក្នុងបន្ទប់ភ្លាមណាបងប្អូនគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថារៀងអត់សូវស្រួលក្នុងចិត្តណារបៀបអញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលគាត់រៀបចំទុកអីវ៉ាន់នៅក្នុងបន្ទប់អីហើយទៅគាត់ក៏បានចេញទៅក្រៅដើម្បីរកអាហារអីញ៉ាំពេលល្ងាចពេលអីចឹងទៅអញ្ចឹងនៅពេលដែលគាត់ចេញទៅរកញ៉ាំអាហារពេលល្ងាចពេលហើយគាត់ក៏បានឆ្លៀតមកវិញហ្នឹងគាត់ក៏បានទិញរបស់ញ៉ាំទិញទួចហ្នឹងយកមកញ៉ាំនៅក្នុងបន្ទប់គាត់គេហ្នឹងទៅដើម្បីស្អែកឡើងហ្នឹងគាត់ត្រូវបន្តដំណើរទៅលេងកន្លែងផ្សេងទៀតណាបន្ទាប់ពីបងពិសីគាត់បានមកដល់ក្នុងបន្ទប់គាត់វិញគាត់ក៏បានរៀបចំខ្លួនមួយទឹកមួយអីហើយចឹងទៅគាត់ក៏បានដូចថាមើលទូរទស្សន៍មើលអីក្នុងបន្ទប់អញ្ចឹងណាគាត់ក៏បានមើលទូរទស្សន៍បដាញ៉ាំនំបដាញ៉ាំអីបដាអញ្ចឹងទៅរហូតដល់ម៉ោងប្រហែលជា10យប់11យប់អញ្ចឹងទៅណាបងប្អូនប្រហែលជាម៉ោង11យប់បងពិសីគាត់ចាប់ផ្ដើមរៀងល្ងួយដេកដែរព្រោះដោយសារតែវាយប់ជ្រៅដែរណាបងប្អូនព្រោះវាម៉ោង11យប់អីដែរហើយអញ្ចឹងនៅពេលដែលគាត់បិទទូរទស្សន៍រៀបចំខ្លួនគេងអីអញ្ចឹងទៅអញ្ចឹងប្រហែលជាម៉ោងយប់កដាទៀតណាម៉ោង12ឆ្លងចូលនៅថ្ងៃថ្មីណាបងប្អូនគាត់ថាពេលដែលគាត់កំពុងតែគេងសុកហ្នឹងណាគាត់ក៏ឮសំឡេងដូចថាមានណាគេនៅខាងក្រៅហ្នឹងដូចថាកំពុងតែនោមនៅខាងកន្លែង resort គាត់ហ្នឹងនិយាយថានោមនៅខាងក្រៅអញ្ចឹងបើកន្លែង resort គាត់ហ្នឹងនោមឮឈអញ្ចឹងណារបៀបថា
nôm tới là việc quạt lư chẳng á bao mai bao bồn dân tới quạt kết không cho tha đằng nào kia mà nôm nơi khang kẹo pe kia cái bông đây cái bông ấy chẳng á mà nôm nó không bật tục ấy chẳng tới cái lỗ quạt kết tha cái lỗ miên nẹt khi là tây kia mà lên lại nên cái phát si phát ấy chẳng tới kia tha kia nôm về ấy chẳng á có còn hơi chạp lòng khoai cái bỏ lấy chờ đây đập pe quạt sừng ngắm kê mà tu tiết hai chia mà pay sam sệt mệt tì hồi máu cốt còn lư sầm lên mà nữ đôi khi cái bông tần nôm nó khang khéo nó tiết đó nè lư sầm lên khang chấn cốt cả chập đam thì tha sẽ tranh vì cái nông bật tục quạt tới quạt giải tha dí nè cái nôm ấy nó khang khéo nó cái lại cái đây cái buôn đây mình tần nôm nơi bật tục ấy cái đây buôn mà nôm nó khang khéo cái chấn nè mà tọa máu bông bị say quạt cọ bàn này tha cho bị lừa khề nó nè bao phôi cho bị lừa khề nó tới riệp bầm rong đa nằng tranh tơ khang ở bạc phía nè bạc phía từ mờ mà tay còn là quạt riệp cho tranh bị khề nó tới cốt có ban lư sầm lên mà nữ sấy nè bọc mày bọc bồn lư tranh mau bị khang không bắt tục tơ cái resort quạt nắng nè vậy tới bắt tục để quạt cây nắng quạt lư sầm lên mà nữ sấy nắng tranh mau bị không bắt tục tơ nắng quạt tam đó nè bọc mày bọc bồn đai sầm lên không mọi mà nữ sấy nắng quạt ban gì tha chui cái nhom phong chui côn cái nhom phong đập bê bong bị sấy quạt lư trắng quạt cả ban đa tại ớt mưa nó không bắt tục tật quạt đó nè cho nó bê đặt quạt ban đa tại đó lại bắt tục tật quạt nó quạt tha cứ quạt khơi sập hiệp miền chi mà nó bong mai bong bồn lần đa pin nó không bắt tục tật để quạt kê nhắn nè chẳng quạt tha chiêm đại đa nó không bắt tục tật nắng hai quạt ban khơi mà nuôi sấy cái bông tà cho bài khnon mà quạt đó nè cho nó bê tha quạt đa khơi để tha khnon mà nuôi sấy chẳng hay sẽ tầm ăn tu khỏi món đó không hỏi sấy để nó không bắt tục tật nó nè bông mai bông vì ban bài mà họ bong ở bị xây đó quạt tha còn đặt quạt khơi một không hỏi sấy nó bông mai bông quạt tha cọ khăng mền tê đó nè bộ mục với quạt tha lăng lui món nó bông mai bông lăng quay khai món chẳng còn ta bông bị say quạt khơi chẳng hỏi nó quạt cả ban hột lang một kênh lừa khề quạt với nhá nè mà tay nó bê đặt quạt hột lang một lừa khề kênh với nhá xẹp ta mì không mau sấy nó có mai bông vì đau trên máu khang khéo bị bắt tục tuần á vì đau trên máu biết sờ lọ mà mưa lại ở bông bị say quạt cả bông kênh lừa khề đó vì sờ lọ mưa thấy vì cạch co lư cái bắt tục máu mì không mau sấy nó vìเขาបានឡើងតោងតាមពីដាហ្នឹងពុំម៉ែបងវាឡើងតាមតោងពីដាហ្នឹងឡើងដូចឡើងដូចចិញ្ចក់អញ្ចឹងណាពុំម៉ែបងឡើងវាឡើងមកដល់លើកន្លែងចិត្តកន្លែងបងផ្សៃដេកហ្នឹងវាកាច់កមើលក្រែវានិយាយថាហែងគ្នាពួកវាមិនមែនហែងសាហាយប្តីអញមិនមែនខនតាមីខ្មោចហ្នឹងនិយាយអញ្ចឹងហើយណាបងស្រីពីស្រីរបៀបថាគាត់ភ័យខ្លាចគាត់ឡើងស្លាប់បាត់ស្មារតីលើគេហ្នឹងណាស្លាប់ស្ងាត់ឈឹងហ្មងពុំម៉ែបងរហូតតបងពិសីដឹងខ្លួនវិញគឺគេហ្នឹងបានយកបងពិសីហ្នឹងទៅមន្ទីរពេទ្យទៅអញ្ចឹងគាត់តាបងពិសីដឹងខ្លួនគឺនៅពេទ្យបាត់ហើយហ្នឹងពុកម៉ែបងប្អូនគាត់ថាគាត់ដឹងខ្លួននៅពេទ្យនៅអីហើយអញ្ចឹងទៅគាត់ក៏បានថាអារម្មណ៍អីយ៉ាងគ្រាន់បើអីឡើងវិញអញ្ចឹងណាគាត់ក៏បានចេញពីពេទ្យនឹងចេញអីហើយអញ្ចឹងហើយគាត់ក៏បានថាទៅកន្លែងម្ដុំរីសតឲ្យគាត់បានទៅដេកនៅហ្នឹងណាគាត់ក៏បានទៅសួរគេអ្នកនៅម្ដុំហ្នឹងគាត់ថាកន្លែងរីសតហ្នឹងកន្លែងដែលគាត់បានដេកនៅហ្នឹងណាគាត់ថាពីមុនហ្នឹងមានករណីអីមិនអញ្ចឹងណាដែលថាគាត់ចង់ដឹងអញ្ចឹងទៅអ្នកនៅម្ដុំហ្នឹងគេក៏បានប្រាប់គាត់ថាកន្លែងរីសតដែលគាត់ស្នាក់នៅហ្នឹងណាពីមុនគឺមានករណីឃាតកម្មគេសម្លាប់មនុស្សស្រីដែលថាមានកូនទូចកូនអីនៅក្នុងហ្នឹងអញ្ចឹងណាហើយបន្ទាប់ដែលគាត់ស្នាក់នៅនឹងទៀតសោតគឺជាបន្ទាប់ដែលមានករណីឃាតកម្មនៅក្នុងហ្នឹងហ្មងនិយាយទៅគឺគេសម្លាប់មនុស្សដូចថាមនុស្សស្រីហើយនឹងមានកូននៅក្នុងហ្នឹងរបៀបថាសហាយស្មន់ណាបងប្អូនគឺនៅក្នុងបន្ទប់ដែលគាត់ស្នាក់នៅនឹងតែម្ដងណាអញ្ចឹងដែលថាបងពិសីគាត់ចង់ទៅលេងដែលថាកន្លែងដើរលេងអីថាកាត់ stress កាត់អីបែរជាមកជួបរឿងចឹងនៅក្នុង resort ហ្នឹងវិញណាហើយបងពិសីគាត់បាននិយាយថាវាជាលើកទី1ដែលគាត់បានជួបរឿងហ្នឹងណានិយាយទៅគឺគាត់អត់ដែលបានជួបរឿងដូចថាខ្មោចលងអញ្ចឹងពីមុនទេវាជាលើកទី1ដែលគាត់ត្រូវបានខ្មោចលងណា
ហើយសាច់រឿងរបស់បងពិសីហ្នឹងគឺមានតែប៉ុណ្្នឹងនោះទេពុកម៉ែបងប្អូនតើពុកម៉ែបងប្អូនយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់គាត់ណាបើពុកម៉ែបងប្អូនគាត់ថាល្អក៏ទៅជួយ comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយផងហើយadmin ក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំចំណាយពេលស្ដាប់សាច់រឿងរបស់ admin ហ្នឹងតាំងពីដើមរហូតដល់ទីបញ្ចប់ណារាល់កំហុសខុសឆ្គងអីដោយប្រការណាមួយសូមពុកម៉ែបងប្អូនកាន់តែភ័យទោសដល់ admin ផងហើយជាចុងក្រោយ admin មានតែពាក្យថាអរគុណបងប្អូនទាំងអស់គ្នាណាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ